នៅពេលដែលបងប្អូនប្រើទូរស័ព្ទ iPhone កម្មវិធី iOS នៅពេលដែលប្រើកម្មវិធីរបស់ iPhone នោះវាបាត់នៅលើអេក្រង់បាទដូចជា Safari អញ្ចឹងទូរស័ព្ទរបស់ខ្ញុំនេះវាបាត់ Safari អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាចង់ឲ្យវាចេញមកវិញឲ្យវាឃើញនៅលើអេក្រង់វិញតែយើងទៅធ្វើដូចម្ដេចជិះពុកម៉ែបងប្អូនទាំងគ្នាតាមដានវីដេអូនេះទាំងអស់គ្នាទៅបាទដំបូងឡើយយើងត្រូវចូលនៅកន្លែង setting បាទយើងរក setting មកយើងចុចកន្លែង setting មកតោះមកយើង scroll វាឡើងទៅលើហើយយើងរកពាក្យថានេះបាទយើងរកពាក្យថាscreen tab បន្ទាប់ពីចូល screen tab មកយើង scroll វាយកកន្លែងក្រហមនេះបាទ content and privacy registration នេះបាទហើយបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាក៏លេខមើលបាទក៏លេខមើលកន្លែង allow app and future ហ្នឹងយើងចូលកន្លែងហ្នឹងមកកន្លែងនេះបាទគឺ Safari ត្រូវបានបិទហើយបាទយើងចុចទៅបើកវាវិញមកបន្ទាប់ពីបើកហើយយើងចេញមកវិញហើយបាទរងចាំបន្តិចបាទវានឹងបង្ហាញមកវិញបាទនេះបាទ Safari វាលោតចេញមកវិញបាទអញ្ចឹងពុកម៉ែបងប្អូនណាដែលបាត់កម្មវិធីនៅលើ iPhone អញ្ចឹងកុំភ្លេចមើលវីដេអូនេះទាំងអស់គ្នាអរគុណជួបរីករាយ